Hello សុខស្អីអ្នកទាំងអស់គ្នាតាមបណ្ដាញសង្គម YouTube ទាំងមិត្តភ័ក្តិទាំងអស់គ្នាទាំងទីជិតទីឆ្ងាយអូថ្ងៃនេះមកអង្គុយលេងនៅកោះពេជ្រម្ដងប្រហែលជាមានមេរៀនថ្មីនៅទីនេះធ្វើឲ្យបាន2-3មេរៀនពី3វីដេអូគឺថាមកទីនេះមកយកខ្យល់អាកាសផងថាចង់ធ្វើ vlog ដែរប៉ុន្តែថាយើងតែឯងអត់មានដៃគូអញ្ចឹងក៏ធ្វើតាមលទ្ធភាពបាទអូខេឥឡូវយើងកុំឲ្យថាពេលយើងចូលទៅមើលវីដេអូមេរៀនរបស់ខ្ញុំដូចតទៅដូចនេះយើងនឹងរៀនជាមួយគ្នានៅបទចម្រៀងខឹងឬស្អប់បងអូនអាចជាបងបានគឺបទចម្រៀងហ្នឹងគឺយើងប្រើ capo 4ណាយើងប្រើ capo 4គៀបប្រទី4មកហើយតង់ដែលយើងលេងគឺយើងលេងតង់ E minorនៅពេលយើងគៀបខ្ទង់ទី4យើងចាប់អក្សរ E minor នៅប្រឡោះទី2ដោយដែលយើងចាប់ E minor ប្រឡោះទី2ដូចគ្នាដែរអូខេអញ្ចឹងអក្សរដែលយើងលេងនៅក្នុងបទចម្រៀងមួយនេះគឺជាបទតង់ស្រីណាមានដូចជាអក្សរ E minor អក្សរ C អក្សរ D អក្សរ G A minor ហើយនិង B minor អក្សរដែលពិបាកជាងគេគឺជាអក្សរ B minor បាទដើម្បីយើងវឹកហាត់ចាប់អក្សរ B minor បានល្អយើងត្រូវវឹកហាត់ចាប់អក្សរ B minor ហ្នឹងបដូរជាមួយនឹងអក្សរផ្សេងៗដូចជាអក្សរ E minor ដូចជាអក្សរ G ដូចជាអក្សរ D ដូចជា A minor ដូចជា C អញ្ចឹងអក្សរ B minor នៅមួយគឺយើងវឹកហាត់វាឲ្យបានច្រើនជាមួយនឹងបន្តំរបស់វាគឺខ្ញុំបង្ហាញជូនដើម្បីឲ្យការលេងរបស់យើងជាមួយនឹងអក្សរដែលពិបាកនៅក្នុងតង់គឺយើងធ្វើដូចនេះបាទដើម្បីឲ្យការលេងរបស់យើងវាមានប្រសិទ្ធភាពហើយលេងបានព្រោះល្អអូខេឥឡូវយើងចូលមកហាត់លេង solo intro ជាមួយគ្នាណាអញ្ចឹងគឺយើងលេងប្រឡោះទី5អនុយើងលេងខ្សែទី5ប្រឡោះទី2ណាយើងកេះខ្សែទី5កេះខ្សែទី4បន្តមកខ្សែទី3ហើយយើងកេះខ្សែទី4អូខេបន្តអូខេមួយចឹងខ្សែទី3យើងមកតែមួយទេណាហើយបានយើងបោះមកប្រឡោះទី4ខ្សែទី4ចឹងកន្លែងនេះគឺយើងកេះប្រឡោះទី2 2ដងរៀងកញ្ចក់ហើយយើងកេះប្រឡែងហើយយើងបកមកទី4វិញបកមកទី2ខ្សែទី5អូខេបន្តមកឃ្លាទី3នៃ solo យើងមានខ្សែទី2ខ្សែទី3ណាអូខេចុងក្រោយគេចឹងយើងមានប្រឡោះទី2ទី3និងទី5នៃខ្សែទី1 Yes អូខេអញ្ចឹងសូមលេងឲ្យមួយពីដំបូង
ចឹងឲ្យគាត់ដែលយើងលេងនៅក្នុង intro ហ្នឹងយើងលេងមកអូខេអញ្ចឹងយើងលេង solo នេះគឺទាំងវគ្គ intro ទាំងវគ្គ solo កដាលគឺយើងលេងដូចគ្នា Yes អញ្ចឹងសូមលេងបញ្ជាក់ឡើងវិញអូខេអញ្ចឹងមេរៀនរបស់ខ្ញុំតាក់ទងទៅនឹងបទខឹងឬស្អប់បងអាចជេរបងបានគឺជាបែបបទលេងនៅក្នុងសំឡេងរបស់នារីបាទយើងហៅថាតង់ស្រីអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតរបស់ខ្ញុំសូមសំណាងល្អដល់អ្នកគ្នា